ការរៀនបាលីមន្តអាគមតាមអនឡាញការរៀនបាលីមន្តអាគមតាមអនឡាញគឺមានរឿងល្អហើយនឹងរឿងអាក្រក់រឿងល្អគឺធ្វើឲ្យមានលៀបមានជ័យមានហេងបានសេចក្តីសុខសនុកសប្បាយមានសិរីមង្គលរស់ស៊ីមានបានសុខភាពល្អឈ្នះអស់មារសត្រូវចំណែករឿងអាក្រក់ការរៀនបាលីមន្តអាគមតាមអនឡាញនេះគឺធ្វើឲ្យទៅជាមានជំងឺឆ្កួតវិកលចរិតបែកសតិអារម្មណ៍ដូចមនុស្សស្វឹងដូចមនុស្សជក់ថ្នាំឆ្កួតឡប់លីលាបាទដោយសារតែមន្តអាគមហើយនឹងបាលីនឹងធ្វើទុកអញ្ចឹងការរៀនបាលីមន្តអាគមគឺមានល្អហើយនឹងអាក្រក់បើសិនណាយើងរៀនមានគ្រូពន្យល់ណែនាំប្រាប់ត្រឹមត្រូវគឺអត់សូវអីទេទទួលបានផលល្អប៉ុន្តែការរៀនបាលីមន្តអាគមតាមអនឡាញនេះគឺមានលោកគ្រូអ្នកគ្រូខ្លះគាត់បង្ហោះបាលីមន្តអាគមគាថាលេខយ័ន្តអក្ខរៈមុនគាថាអ្វីទាំងអស់ហ្នឹងគឺមានល្អបាទមានល្អអញ្ចឹងអ្នកដែលអាចរៀនហ្នឹងគឺកុំភ្លេចគុណព្រះពុទ្ធពធព្រះសង្ឃគុណមេដាបៃតាបើយើងរៀនទៅបានផលល្អវាមិនអីទេខ្លាចតែរៀនទៅបានផលអាក្រក់រៀនទៅមានខ្មោចព្រាយបិសាចមានអរុកអរិយអីនឹងគាត់តែងតែមកផ្ចាញ់ផ្ចានពេលដែលយើងសូត្រទៅឬសូរសំឡេងដែលយើងសូត្រហ្នឹងគឺគាត់មកតាមសំឡេងដែលយើងសូត្រហ្នឹងបាទដូចជាព្រាយអីអ្នកតាអីហ្នឹងបាទអញ្ចឹងមានបាលីមន្តអាគមគាថាខ្លះសូត្រទៅល្អបាទសូត្រទៅអាក្រក់បាលីមន្តអាគមខ្លះគាថាខ្លះសូត្រទៅធ្វើឲ្យយើងនឹងឈឺដៃឈឺជើងចុកខ្នងចុកចង្កេះឈឺក្បាលវិលមុខរួយកចុកស្មាដោយសារតែយើងឃើញលោកគ្រូអ្នកគ្រូដែលគាត់បង្ហោះតាមអនឡាញហ្នឹងយើងចេះតែយកមករៀនផ្ដេសផ្ដាស់បាទដោយសារតែអត់មានការបញ្យលណែនាំដោយផ្ទាល់បាទអញ្ចឹងខ្លះទៀតទៅក៏រៀនទៅក៏បានល្អអញ្ចឹងទៅបាទរស់ស៊ីមានបានកាត់រិទ្ធកាត់អំណាចកាត់សិលបានសុខភាពល្អឈ្នះអស់មារសត្រូវតែបើរៀនទៅខុសទៅទទួលបានផលអាក្រក់ទៅបាទអញ្ចឹងការរៀនបាលីមន្តអាគមគាថាលេខយ័ន្តអក្ខរៈអីគ្រប់សពបែបយ៉ាងសិលមន្តអីហ្នឹងកុំចេះតែរៀនផ្ដេសផ្ដាស់បាទយើងរៀនហ្នឹងយើងរៀនយើងមើលផងប៉ុន្តែបើយល់ល្អបើយើងមិនសូវចេះស្អីទេមិនសូវយល់អីទេយើងទៅរកលោកគ្រូបាអាចារ្យណាដែលគាត់ចេះហើយយើងសុំគាត់រៀនដោយផ្ទាល់បាទលើកខណ្ឌលើកអីជូនគាត់យ៉ាងទៅបាទទើបទទួលបានផលល្អបានសេចក្តីសុខត្រជាក់ត្រជុំប៉ុន្តែបើយើងរៀនតាមអនឡាញនឹងក៏ដោយបាទចំគ្រូណាដែលគាត់បង្ហោះលោកគ្រូអ្នកគ្រូដែលគាត់បង្ហោះបាលីមន្តអាគមគាថានឹងមកល្អយើងរៀនទៅបាទវាអត់ខុសអីទេបាទកាលណាដែលយើងរៀនទៅគឺកើតបុណ្យកុសលនឹងបានដល់លោកគ្រូអ្នកគ្រូដែលគាត់ចែករំលែកបាទគាត់មិនទទួលបានជាលុយក៏ពិតមែនប៉ុន្តែកាលណាយើងរៀនទៅយើងយកទៅប្រើយើងយកទៅគោរពយើងយកទៅបដិបត្តិគោរពបូជាទៅ
យើងនឹកឃើញគុណគាត់នឹកឃើញគុណឈ្មោះលោកគ្រូនេះឈ្មោះលោកគ្រូនោះចឹងទៅបាទចឹងទៅធ្វើឲ្យកើតបុណ្យកុសលដល់លោកគ្រូអ្នកគ្រូដែលគាត់បានបង្ហោះយន់មុនអាគមគេថាបល័យអីនឹងគ្រប់សពបែបយ៉ាងទាំងអស់ហ្នឹងបាទជាពិសេសយើងអ្នករៀននឹងយើងកុំភ្លេចបាទយើងកុំភ្លេចនឹកឃើញគុណបាទហើយយើងយកទៅប្រើក្នុងផ្លូវល្អបាទមិនមែនយកទៅប្រើយកទៅសម្លាប់មនុស្សធ្វើបាបមនុស្សបំផ្លាញមនុស្សបំផ្លាញផលប្រយោជន៍អ្នកដតីឈ្នានេះអ្នកដតីមានគោលបំណងចង់ឲ្យអ្នកដតីនឹងឈឺមានគោលបំណងចង់ឲ្យអ្នកដតីនឹងងាប់អីអញ្ចឹងទៅបាទគ្រូខ្លះពេលដែលយើងរៀនបល័យមន្តអាគមគាត់នឹងគឺធ្វើឲ្យកើតលៀបសការៈរស់ស៊ីមានបានទៅណាកើតស្នេហ៍មានគេចូលចិត្តអាណិតស្រឡាញ់អ្នកផងទាំងឡាយតែងតែជួយយកអាសាដឹងគុណយើងចូលចិត្តយើងកតញ្ញូចំពោះយើងប៉ុន្តែមានបល័យមន្តអាគមខ្លះរៀនទៅគឺធ្វើឲ្យយើងឈឺធ្វើឲ្យយើងនឹងមានទុក្ខកង្វល់មិនសប្បាយចិត្តរញ៉េរញ៉ៃក្នុងគ្រួសារប្តីប្រពន្ធកូននឹងមិនត្រូវគ្នាឆ្លោះគ្នាទាស់ទែងខ្វែងគំនិតគ្នាមិនចេះចប់មិនចេះហើយទៅណាយ៉ាងទៅជួបរឿងជួបបញ្ហាស្មុគស្មាញជួបគ្រោះថ្នាក់ក្នុងការធ្វើដំណើរចរាចរណ៍អីផ្សេងអញ្ចឹងទៅអញ្ចឹងការរៀនមិនមែនចេះតែរៀនផ្ដេសផ្ដាស់ទេបាទយើងរៀនយើងឲ្យមើលផងលោកតាក្រមងុយគាត់បាននិយាយថាបើល្ងងឲ្យចេះរិះរត់តម្រេះរៀនរត់តម្រាប់អន្ត្រីស្វែងឆ្ដាំកំចាំគេប្រាប់រៀនស្ដីរៀនស្ដាប់រៀនមើលឲ្យស្ដែងកើតមកជាមនុស្សទោះស្រីទោះប្រុសមិនដែលចេះឯងបើក្រឲ្យមានវិញ្ញាណចេះគិតក្រែងគិតគ្រប់កន្លែងកុំដេកតែក្ររៀនដើរឲ្យមើលផ្លូវធ្វើស្រែស្រូវឲ្យមើលមេឃមលុបធ្លោកធ្លាប់ជ្រកដេកជាដំណេកអ្នកដំណើរអញ្ចឹងអ្វីក៏ដោយដើរត្រូវមើលផ្លូវដេកត្រូវមើលកន្លែងបាទកន្លែងណាដែលសមគួរកន្លែងណាដែលមិនសមគួរកន្លែងណាដែលបានសុខកន្លែងណាដែលបានទុក្ខកន្លែងណាដែលវេទនាកន្លែងណាដែលលំបាកត្រូវចេះបត់បែនត្រូវចេះស្គាល់ត្រូវចេះមើលបើយើងមិនចេះស្គាល់យើងមិនចេះមើលយើងមិនចេះបត់បែនទេឆាកជីវិតនេះគឺជួបតែទុក្ខវេទនាមិនចេះស្រួលទេមិនដែលបានសុខទេបាទអាហ្នឹងបើយើងដើរផ្លូវខុសចឹងការរៀនសូត្រគ្មាននរណាគេហាមឃាត់ទេបាទគឺរៀនទៅបាទតែបើរៀនខុសគឺប្រយ័ត្នវាពិបាកខ្លួនឯងគ្មាននរណាគេមកពិបាកជាមួយទេបាទអញ្ចឹងការចែករំលែកចំណេះដឹងមិនថាចំណេះដឹងអ្វីក៏ដោយតាមបណ្ដាញសង្គមអនឡាញនេះគឺទទួលបានបុណ្យកុសលបាទទទួលបានបុណ្យកុសលតម្កល់ទុកទៅជាតិក្រោយបាទកើតជាតិណាគឺរៀនឲ្យចេះចាំចំណាំឆាប់បានហើយនឹងកើតទៅតាន់ព្រះសិអាមេត្រីខាងមុខបាទអញ្ចឹងបើយើងចែករំលែកចំណេះដឹងល្អគឺទទួលបានបុណ្យកុសលគ្រប់ជាតិទាំងអស់បាទសូមជូនមគ្គផលចំពោះទៅដល់មេដាបៃតាគុណយេតិកា7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលកានសុំសុខខ្សែមខ្សានដល់ឋានផុតទោស